microgreen ថ្មីហើយខ្ញុំស្គាល់តាមរយៈក្រុមហ៊ុន Smart Organic ដែលគ្រប់គ្រងផលិតផលកូនបន្លែទៅទីផ្សារបងស្គាល់បន្លែ microgreen តាម Facebook page បាក់ខ្មែរ Organic ហូបញឹកញាប់តាជាទូទៅខ្ញុំចូលចិត្តញ៉ាំជាមួយស៊ុបក្តៅញ៉ាំជាមួយត្រីសាម៉ុនហើយពេលខ្លះក៏ញ៉ាំជាមួយនឹងពពុះបុកល្ហុងផ្ទាប់គ្នាឆ្ងាញ់បាទតើអ្នកដែលគេតាមគេចូលចិត្តគឺស៊ុបហើយទី2គឺត្រឡប់ខ្លាញ់ឬក៏ត្រឡប់ភេងខ្យងអីហើយទី3គេញ៉ាំផ្ទាប់ឆៅឬក៏យកទៅដាក់លើម្ហូបអីលម្អអីម្ហូបអីល្អស្អាតចឹងទូករត់បងចូលចិត្តយកទៅឆាត្រឡប់ខ្លាញ់ឃើញថាវាឆ្ងាញ់ហើយពេលខ្លះបងញ៉ាំមួយស៊ុបចឹងទៅ3 4 មុខហ្នឹងបងចូលចិត្តតែទាំងអស់តែអ្វីដែលបងចូលចិត្តខ្លាំងគឺប្រភេទពន្លកឆៃថាវរសជាតិវាពេលញ៉ាំជាមួយស៊ុបទៅវារសជាតិយ៉ាងហឹរតិចគឺដាក់ជាមួយស៊ុបនោះត្រូវគ្នាហ្មងហើយបើយើងញ៉ាំវាយកវាទៅត្រឡប់ជាមួយពពួក sunflower ដែលយើងយកទៅត្រឡប់ខ្លាញ់ទៅរសជាតិវាទន់ផ្អែមវាឆ្ងាញ់រសជាតិឆ្ងាញ់បន្លែហ្នឹងនិយាយទៅវាគុណភាពខ្ពស់ហើយពេលដែលដាំដុះគឺអត់ប្រើជាតិគីមីទេវាចំណាយពេលរបៀបថាញ៉ាំទៅស្រួលដល់សុខភាពយើងពួកអីប្រភេទបន្លែពន្លកបងគិតថាវាដាំរយៈពេលខ្លីតាមបងឃើញ page ខ្មែរ Organic គាត់ផុសគឺដាំតែរយៈពេល10ថ្ងៃអីបានផលហើយអញ្ចឹងអាហ្នឹងគឺអត់មានប្រើប្រាស់សារធាតុគីមីអីទេបើថាយើងចង់រក្សាទុកឲ្យបានយូរយើងលាងហើយឬក៏កុំលាងយើងទិញមកពីនេះមកយើងទុកនៅកន្លែងកធន់មួយប្រអប់មួយឬក៏យើងយកកណាត់សើមពូតឲ្យស្ងួតហើយយើងច្រកពីលើដាក់ក្នុងប្រអប់នឹងដាក់ក្នុងទូទឹកកកគឺទុកបានយូរ